រឿងខ្មោចក្នុងប្រទេសចាស់នៅចុងភូមិមួយមានប្រទេសចាស់ដែលគេទុកចោលមានជីដូនចាស់ចាស់នៅក្នុងភូមិបាននិយាយថាប្រទេសនោះសាងសង់តាំងពីសម័យបុរាណហើយជាមុននេះគ្រួសារមួយធ្លាប់រស់នៅទីនោះតែពេលក្រោយគ្រួសារនោះត្រូវជំងឺអាចកំបាំងស្លាប់ជាច្រើនដល់ថ្នាក់មិនមាននរណាថែរក្សាទៀតពេលវេលាកាត់ផុតប្រទេសនោះคล้ายជាកំឡៃចោលនិងក្មេងស្ទាវចូលលេងប៉ុន្តែពេលយប់អ្នកណាមកចិត្តក៏តែងឮសំឡេងចម្លែកថ្ងៃមួយមានក្រុមមិត្តភក្តិ5នាក់ពីរាជធានីបានមកស្នាក់នៅភូមិដើម្បីស្រាវជ្រាវអំពីរឿងខ្មោចពួកគេបានសម្រេចចិត្តចូលទៅក្នុងប្រទេសចាស់នោះយប់មួយដែលព្រះច័ន្ទបំភ្លឺពពកព្រើស្រអាប់ពេលទើបជើងឈានចូលក្នុងផ្ទះទ្វារចាស់មានសំឡេងអឺងអាងដូចជាការរអ៊ូរបៀបខ្មោចខ្យល់ត្រជាក់អាកឈួតហូរចូលតាមសសរបង្អួតជញ្ជាំងមានស្នាមឈាមស្រាលដែលមិនដឹងថាមកពីណាមិត្តភក្តិគ្នាម្នាក់បានយកភ្លើង flash អំពូនចងលើជញ្ជាំងទើបឃើញអក្សរដែលសរសេរជាឈាមថា Don't stay here after midnight ពេលនោះពួកគេទាំងអស់គ្នាខ្លាចតែព្រោះចិត្តកំ pl ែងចង់ដឹងពួកគេមិនចង់ចាក់ចេញទេពួកគេចូលទៅកាន់បន្ទប់ធំដែលត្រូវបានគេនិយាយថាជាកន្លែងគ្រួសារចាស់ស្លាប់សំឡេងបន្លឺស្រែកដំណើរមកពេលម៉ោងដល់12យប់ព្រះច័ន្ទត្រូវបានពពកគ្របស្រមោលភ្លើង flash អំពូលរបស់ពួកគេមួយចាប់ផ្ដើមបិទចេញដោយស្វ័យប្រវត្តិស្រែកសំឡេងក្មេងតូចចេញពីជាន់លឺម៉ែជួយខ្ញុំមិត្តភក្តិគ្នាម្នាក់ឈ្មោះវីរៈកាន់កំភ្លើងចូលទៅមើលលើជាន់លឺគេឃើញរូបក្មេងស្រីដើរទៅមុខយឺតស្លៀកអាវសពណ៌សឆ្អួរហើយសក់វែងបិទមុខពេលគេប្រញាប់ទៅជិតវាបាត់ភ្លាមតែពីក្រោយវីរៈមានសំឡេងហៀបត្រជាថាឯងមិនគួរមកទីនេះទេខ្មោចកាចសាហាវភ្លាមនោះទ្វារបិទខ្ទាតខ្ទង់សាច់ដុំរបស់មិត្តភក្តិទាំងអស់ក្រិនត្រជាក់នៅចុងបន្ទប់លើមានរូបមនុស្សកំពុងឈរលើជញ្ជាំងភ្នែកក្រហមភ្លឺដូចភ្លើងមាត់ដាច់ធ្មេញបង្ហាញស្នាមឈាមហូរច្រើនវារត់លោតពីជញ្ជាំងដល់ជញ្ជាំងដូចជាសត្វឆ្កួតមិត្តភក្តិគ្នាម្នាក់គេលឺក្រីខ្លាំងព្រោះជើងត្រូវគេចាប់ទាញចូលក្រោមផ្ទៃឥដ្ឋពួកគេចាប់មិនទាន់ទេតែឃើញដៃមិត្តបាត់ទៅក្នុងជាន់បង្ហាញតែស្នាមឈាមត្រង់ចន្លោះឥដ្ឋព្រឹត្តិការណ៍អាក្រក់បន្ថែមពេលពួកគេចង់រត់ចេញក្រៅទ្វារបិទជាប់ដូចជាចាក់សោមានអាចកំបាំងសំឡេងស្រែកបន្តបន្សំជាមួយសំឡេងសើចជ្រាបជ្រែករបស់ខ្មោចបង្អួចបាក់ខ្ទេចហើយខ្យល់ក្រឡុកចូលនាំយកក្លិនសាច់រលួយមិត្តស្រីម្នាក់ឈ្មោះសុផានបានសន្លប់ព្រោះឃើញខ្មោចក្មេងស្រីលេចចេញពីកញ្ចក់មុខប៉ាក់ដៃគេចុងក្រោយវាចាប់សុផានអូសចូលក្នុងកញ្ចក់ហើយរាងរបស់នាងបាត់ទៅដោយទុកនៅសំឡេងស្រែកចុងក្រោយគួរឲ្យដួលសន្លប់ការបញ្ចប់ភ័យស្លន់ស្លោក្រោយព្រឹត្តិការណ៍មួយយប់គេរកឃើញមានតែវីរៈម្នាក់រស់ប៉ុន្តែគេខ្លាចជាមនុស្សឆ្កួតគេមិននិយាយអ្វីបានទេគ្រាន់តែសរសេរលើជញ្ជាំងពាក្យតែមួយគត់ដោយឈាមខ្លួនឯង She is still here ពីពេលនោះមកមិនមានអ្នកណាកាន់តែហ៊ានចូលទៅក្នុងផ្ទះនោះវិញទេភូមិទាំងមូលតែឮសំឡេងស្រែករបស់ក្មេងស្រីនិងសំឡេងសើចសាហាវក្នុងយប់ព្រះច័ន្ទពពកស្រអាប់សង្គ្រាមរបស់ភូមិជាមួយអារ្យក្រោយពីព្រឹត្តិការណ៍យប់សាហាវនោះកាលណាមិត្តភក្តិ5នាក់ចូលទៅក្នុងផ្ទះចាស់បាត់បង់3នាក់ស្លាប់1និងសល់តែវីរៈដែលបំផ្លាញចិត្តក្លាយជាមនុស្សឆ្កួតភូមិទាំងមូលបានចាប់ផ្ដើមរស់នៅក្នុងភាពភ័យស្លន់ស្លោអ្នកភូមិតែបានលឺសំឡេងស្រែកនិងសើចចម្លែកពេលអាធ្រាត្រមនុស្សមួយចំនួនបាត់ដោយអាចកំបាំងពេលឆ្លងកាត់ផ្ទះនោះពេលយប់សូម្បីសត្វក្នុងភូមិក៏តែងបាត់មិនដឹងទៅណាអាកាសអាប់អួរថ្ងៃមួយភូមិចាប់ផ្ដើមមានអាការៈមិនប្រក្រតីដើមឈើនៅជុំវិញផ្ទះចាស់រីកពន្លកខ្មៅដូចឈាមស្ងួតទឹកក្នុងអូរខាងក្រោយភូមិប្រែពណ៌ខ្មៅស្រអែមហើយមានក្លិនសាច់រលួយក្មេងៗឮសំឡេងហៅឈ្មោះពួកគេពេលពួកគេលេងនៅជិតអូរអ្នកចាស់ក្នុងភូមិនិយាយថា
អារក្សនៅក្នុងផ្ទះចាស់បានរដ្ឋបတ်កម្លាំងកាន់តែខ្លាំងហើយមិនត្រឹមស្ថិតនៅក្នុងផ្ទះនោះទេតែចាប់ផ្ដើមឆ្លងចូលមកភូមិទាំងមូលវីរៈខ្លាយជាអ្នកបញ្ជូនសារវីរៈដែលរួចពីព្រឹត្តិការណ៍ដំបូងមិនទាន់ស្លាប់ទេគេរស់ក្នុងស្ថានភាពឆ្កួតខំខ្លួនឯងនិងសរសេរអក្សរលើជញ្ជាំងពេលយប់គេតែងស្រែកថានាងមិនចាកចេញទេនាងចង់ឈ្នះទាំងភូមិពេលអ្នកភូមិចង់ដឹងថានាងដែលវីរៈនិយាយគឺជានរណាក៏មានអ្នកចាស់ម្នាក់ប្រាប់ថានៅសម័យបុរាណគ្រួសារដែលរស់ក្នុងផ្ទះនោះបានយកស្រីក្មេងម្នាក់មកធ្វើជាថ្នាំព្យាបាលព្រោះជឿលើការបូជាក្មេងៗនោះស្លាប់ដោយការប្រព្រឹត្តដ៏ខុសខៀវហើយព្រលឹងរបស់នាងក្លាយជាអារក្សសាហាវមិនអាចស្ងប់បានភាពរន្ធត់ចាប់ផ្ដើមកាន់តែខ្លាំងយប់មួយភូមិមានព្យុះធំផ្ទះមួយចំនួនក្នុងភូមិទាំងមូលរលំដោយសារខ្យល់ក្មេងពីរនាក់បាត់ដោយមិនដឹងឯណានៅចុងភូមិអ្នកជាច្រើនឃើញរូបស្រីក្មេងសក់វែងស្លៀកអាវសពពណ៌សឈរនៅក្បែរអូកាន់ស្នែងសាច់ក្មេងក្នុងដៃសំឡេងសើចរបស់នាងធ្វើឲ្យមនុស្សមានអារម្មណ៍ដួលសន្លប់និងឈឺក្បាលអ្នកណាមើលភ្នែកនាងត្រង់តែងបាត់ព្រលឹងភ្លាមការសម្រេចចិត្តរបស់ភូមិមិនអាចអនុញ្ញាតឲ្យវារីករាលដាលបន្តទៀតជីដូនចាស់ម្នាក់បានប្រាប់ថាមានតែវិធីតែមួយគត់គឺធ្វើពិធីចាក់ព្រលឹងនិងដុតផ្ទះចាស់នោះប៉ុន្តែការធ្វើពិធីគឺមានហានិភ័យខ្លាំងព្រោះអរិយក្មេងស្រីនោះคล้ายជាអរិយកាចសាហាវជាងមនុស្សអាចទប់បានជីដូនបាននិយាយថាបើខ្មោចនោះមិនត្រូវបានបញ្ចប់វាមិនត្រឹមឆ្កួតភូមិនេះទេវានឹងคล้ายជាភាពបំផ្លាញសម្រិតទាំងតំបន់សេចក្តីរំភើបមុនពិធីសាសនាអ្នកភូមិចូលរួមជាមួយប្រជាអធិការពុទ្ធសាសនានិងអ្នកចាស់ពួកគេកាន់ទៀនទៅកាន់ផ្ទះចាស់ក្នុងយប់មួយពេលពួកគេដើរទៅជិតផ្ទះភ្លើងទៀនចាប់ផ្ដើមអុជហើយអាប់ទៅនៅពេលទើបដាក់ជើងឈានចូលទ្វារបិទដោយខ្លួនឯងសំឡេងស្រែករបស់ក្មេងស្រីលេចចេញពីគ្រប់ទិសអ្នកទាំងអស់គ្នាមិនអាចដុតផ្ទះរបស់ខ្ញុំបានទេភូមិទាំងមូលនេះជារបស់ខ្ញុំហើយពេលនោះដីក្រោមជើងចាប់ផ្ដើមញាក់ដូចជាភពដ៏អាថមកម្មកំពុងលេចហើងសង្គ្រាមនិងអារក្សក្មេងស្រីយប់នោះទាំងភូមិបានប្រមូលផ្ដុំជុំវិញផ្ទះចាស់ដើម្បីធ្វើពិធីដុតផ្ទះនិងចាក់ព្រលឹងព្រះចៅអធិការនាំសូត្រមន្តខណៈអ្នកភូមិទាំងអស់កាន់ទៀននិងក្រដាសសួស្តីពេលមុនសូត្រចាប់ផ្ដើមសំឡេងខ្យល់គួរឲ្យភ័យបានកើតឡើងដើមឈើគលុកដូចជាមានអារក្សចាក់កម្លាំងចេញអារក្សក្មេងស្រីលេចឡើងភ្លាមនាងបានលេចចេញពីផ្ទះចាស់រាងកាយឈាមស្រពោនក្បាលកោងខូចនិងភ្នែកភ្លឺដោយភ្លើងក្រហមសក់វែងរុំជុំវិញដើមឈើហើយសំឡេងនាងស្រែកបិទលឺដូចសត្វឆ្កួតអ្នកណាមករំខានខ្ញុំភូមិនេះជារបស់ខ្ញុំអ្នកភូមិជាច្រើនខ្លាចរត់បាត់តែប្រជាអធិការបន្តសូត្រមន្តដោយកម្ដៅចិត្តការប្រយុទ្ធឈាមភ្នែកនាងឆក់អ្នកភូមិម្នាក់ទាញឲ្យសាច់រលួយភ្លាមសំឡេងស្រែកឈូចាប់ធ្វើឲ្យមនុស្សសន្លប់ដីក្តៅឡើងដូចភ្លើងនិងមានដៃឈាមចេញពីក្រំកំតិចវីរៈដែលនៅសល់តែម្នាក់ពីភាគមុនត្រូវបាននាំមកកណ្ដាលពិធីតួឆ្កួតក៏ដោយប៉ុន្តែនៅពេលនោះភ្នែកគេស្រក់ឡើងហើយនិយាយថាតែខ្ញុំអាចចាប់ព្រលឹងនាងបានព្រោះនាងចងខ្លួនខ្ញុំជាអ្នកទទួលទូជំនួសគេប្រជាអធិការបានផ្ដល់ខ្សែពូកព្រះគម្ពីរដាក់លើដៃវីរៈហើយបញ្ជាឲ្យគេចូលទៅក្នុងផ្ទះដើម្បីទប់អារក្សពេលវីរៈចូលទៅក្នុងផ្ទះអារក្សក្មេងស្រីរំកិលរៀងដូចសត្វពស់បាញ់សក់វែងជាដៃឈាមរុំជុំវិញវីរៈកាន់ខ្សែពូកហើយស្រែកមួយស្រែកធំព្រលឹងដែលត្រូវបានចាក់ចោលចូលចេញពីភូមិនេះភ្លើងឆេះផ្ទះចាប់ផ្ដើមរលាយពន្លឺបំភ្លឺគ្រប់ទីកន្លែងអារក្សក្មេងស្រីស្រែកដាច់សូរស្តៀងអាំង
មុនប្រលឹងនាងត្រូវរុញចេញជាមួយភ្លើងនោះតែពេលភ្លើងជ្រុះអរៈមិនបានបាត់ពេញលេញមនុស្សភូមិឃើញផ្ទះចាស់ត្រូវបានដុតជាធូលីប៉ុន្តែជាមួយព្រលឹងនាងត្រូវបានចាក់ចូលក្នុងរាងកាយវីរៈភ្នែកវីរៈក្រហមភ្លឺដោយព្រលឹងនាងបានคล้ายទៅជាអរៈថ្មីវាប្រាប់សម្លេងត្រជាក់ខ្ញុំមិនមែនជាក្មេងស្រីទៀតទេខ្ញុំជាអរៈថ្មីដែលកើតឡើងពីឈាមនឹងខ្លួនវីរៈភូមិនេះនៅតែជារបស់ខ្ញុំភូមិទាំងមូលស្ទើរតែបាត់សង្ឃឹមព្រោះការប្រយុទ្ធមួយចប់ប៉ុន្តែសង្គ្រាមថ្មីកំពុងចាប់ដើមកំណើតអរៈថ្មីក្រោយពេលផ្ទះចាស់ត្រូវបានដុតនិងអរៈក្មេងស្រីត្រូវចាក់ចូលក្នុងរាងកាយវីរៈភូមិត្រូវស្ថិតនៅក្នុងភាពស្ងប់ស្ងាត់អស់រយៈពេល3ថ្ងៃមនុស្សភូមិគិតថាព្រលឹងអាក្រក់ត្រូវបានបញ្ចប់ហើយប៉ុន្តែភាពស្ងប់ស្ងាត់នោះគ្រាន់តែជាការលួចដកដង្ហើមមុនភ្លើងអគ្គិភ័យវីរៈคล้ายជាអរៈយប់ទី4មានអ្នកភូមិឮសំឡេងសាយពីផ្ទះវីរៈពេលព្រឹកមកគេឃើញកញ្ចក់ទ្វារបង្អួយគ្រឹបផ្ទះបែកដូចជាមានកម្លាំងធំភ្លុំចេញពីក្នុងពេលចូលទៅក្នុងផ្ទះគេឃើញវីរៈអង្គុយកណ្ដាលបំពង់ភ្នែកក្រហមភ្លឺសុកវែងជ្រុះចម្បាច់ដោយសត្វពស់នៅលើជញ្ជាំងគេសរសេរដូចឈាមខ្ញុំឥឡូវមិនមែនវីរៈខ្ញុំគឺព្រះអង្គអរៈភាពភ័យរន្ធត់ខឹងភូមិចាប់ពីថ្ងៃនោះភូមិមិនដូចមុនទៀតទេសត្វជីមសត្វគោនិងសត្វមាន់វត្តរាប់សិបក្បាលក្នុងមួយយប់សំឡេងក្មេងស្រីសើចតែងលេចឡើងពីជិតអូនិងនៅក្នុងវាលស្រែញាក់ភូមិដែលដាវចេញក្រៅផ្ទះពេលយប់តែងតែបាត់មិនមានស្លាកស្នាមពេលរកឃើញមានតែសាកសពស្ងួតដោយស្លឹកឈើព្រះចៅអាធិការបានជូនដំណឹងព្រះចៅអាធិការបានប្រមូលញាក់ភូមិនិងប្រាប់ថាអរៈនេះមិនមែនស្ថិតក្នុងផ្ទះចាស់ទៀតទេវាបានចូលក្នុងមនុស្សហើយคล้ายជារូបកាយថ្មីมันអាចបញ្ចប់វាបានដោយគ្មានការបូជានិងការប្រើឈាមជាស្នងពាក្យឈាមជាស្នងបានធ្វើឲ្យញាក់ភូមិភ័យព្រឺព្រួយនោះមានន័យថាត្រូវមានញាក់ម្នាក់ឆ្លងឈាមជាជំនួសដើម្បីចាក់ប្រលឹងអរៈទីបញ្ចប់មិនស្គាល់យប់នោះពិធីបូជាឈាមត្រូវបានរៀបចំសុភាត្រូវបានដាក់នៅកណ្ដាលចំការជាមួយនឹងស្នូមុននឹងទៀនភ្លីអរៈវីរៈលេចឡើងសើចសាហាវហើយដាយចូលមកភ្លើងទៀនទាំងអស់បិទភ្លាមភូមិទាំងមូលស្រែកស្រឡប់ហើយនៅវិនាទីចុងក្រោយសម្លេងស្រែករបស់សុភាលេចឡើងជាមួយសម្លេងអរៈឈាមរបស់ខ្ញុំនឹងคล้ายជាអំណាចថ្មីភ្លើងបំភ្លឺពេញមួយភូមិបន្តមកភាពងងឹតទាំងស្រុងមិនមាននរណាដឹងថាសុភាត្រូវបានសង្គ្រោះឬคล้ายជាអរៈថ្មីទៀត